ថ្នាំកញ្ចប់ឱសថបុរាណខ្វះព័ត៌មាននិងការត្រួតពិនិត្យមន្ត្រីសុខាភិបាលខេត្តកំពង់ធំបំភ្លឺថាបានចុះទិញយកទៅពិសោធន៍និងរាយការណ៍ជូនក្រសួងរួចហើយនៅពេលប្រជាពលរដ្ឋកំពុងស្វែងរកក្តីសង្ឃឹមពីការព្យាបាលជំងឺការធានាថាថ្នាំដែលពួកគេយកទៅប្រើប្រាស់មានសុវត្ថិភាពមានប្រភពច្បាស់លាស់និងឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវជារឿងមិនអាចមើលរំលងបានឡើយបញ្ហាមួយកំពុងលេចឡើងនៅទីតាំងព្យាបាលជំងឺតាមបែបជំនឿរបស់លោកគ្រូជឿនហៅគ្រូទេវតាស្ថិតនៅភូមិស្នោឃុំកំពង់ថ្មស្រុកសន្ទុកខេត្តកំពង់ធំដែលកំពុងតាក់ទាញប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗជាច្រើនឲ្យមកសម្រាកនិងទទួលការព្យាបាលកាលពីការមកទទួលការព្យាបាលក្រុមការងារសារព័ត៌មានបានសង្កេតឃើញថាការលក់ថ្នាំកញ្ចប់ឱសថបុរាណនៅជុំវិញទីតាំងនេះក៏កំពុងមានការចាប់អារម្មណ៍និងលើកជាសំណួរពីសាធារណជនជុំវិញប្រភពគុណភាពនិងសុវត្ថិភាពថ្នាំកញ្ចប់ឱសថបុរាណទាំងនោះត្រូវបានអះអាងតគ្នាថាអាចប្រើសម្រាប់បញ្ហាសុខភាពជាច្រើនប្រភេទដូចជាជំងឺសរសៃស្ពឹកស្រពន់និងបញ្ហាដេកជាដើមប៉ុន្តែចំណុចដែលគួរឲ្យព្រួយបារម្ភគឺរបៀបវេចខ្ចប់និងព័ត៌មានដែលភ្ជាប់មកជាមួយថ្នាំកញ្ចប់ឱសថបុរាណមួយចំនួនមានលក្ខណៈជាចំណិតឈើឬវត្ថុធាតុដើមស្ងួតច្រកក្នុងថង់ប្លាស្ទិកនិងចងជាកញ្ចប់យ៉ាងសាមញ្ញបំផុតដោយមិនឃើញមានស្លាកសញ្ញាបញ្ជាក់អំពីសមាសភាពប្រភពផលិតរបៀបប្រើប្រាស់កម្រិតប្រើប្រាស់ឬការប្រុងប្រយ័ត្នផ្សេងឡើយលើពីនេះក៏មានការផ្សព្វផ្សាយនិងលក់ផលិតផលប្រភេទនេះតាមបណ្ដាញសង្គមផងដែរពាក់ព័ន្ធនឹងការព្រួយបារម្ភរបស់សាធារណជននិងក្រុមការងារសារព័ត៌មានលោកពឹកកំសាន្តប្រធានមន្ត្រីសុខាភិបាលខេត្តកំពង់ធំបានបញ្ជាក់ពីស្ថាប័នជំនាញរបស់លោកមិនបានមើលរំលងបញ្ហានេះឡើយលោកប្រធានមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថាតាមពិតថ្នាំនឹងគឺខ្ញុំបានឲ្យក្រុមការងារទៅទិញពីគាត់ផ្ទាល់ហើយយកទៅជុលនៅក្នុងមន្ទីរពិសោធន៍របស់មន្ទីរពិសោធន៍ជាតិគាត់ព្រួយបារម្ភក្រែងលោកគាត់យកទៅត្រាំជាតិគីមីអ្វីផ្សេងក្រៅពីវត្ថុធាតុដើមរបស់គាត់ហើយកិច្ចការនេះគឺខ្ញុំបានធ្វើរបាយការណ៍ទៅថ្នាក់ដឹកនាំក្រសួងរៀងរាល់សប្តាហ៍ការបញ្ជាក់ពីខាងមន្ត្រីសុខាភិបាលខេត្តកំពង់ធំបានបង្ហាញពីចំណាត់ការនិងយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរជំនាញក្នុងការឆ្លើយតបចំពោះសុវត្ថិភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋមានសិទ្ធិស្វែងរកការព្យាបាលតាមជំនឿឬវិធីបុរាណប៉ុន្តែការត្រួតពិនិត្យផ្នែកបច្ចេកទេសនិងវិទ្យាសាស្ត្រពីស្ថាប័នជំនាញគឺជាខែលការពារដ៏សំខាន់បំផុតដើម្បីធានាថាឱសថទាំងនោះមិនមានសារធាតុគីមីគ្រោះថ្នាក់ឬប៉ះពាល់ដល់អាយុជីវិតអ្នកប្រើប្រាស់ឡើយសាធារណជនកំពុងរងចាំមើលលទ្ធផលនៃការធ្វើកោសល្យវិច័យពីមន្ទីរពិសោធន៍ជាតិដើម្បីឲ្យដឹងកាន់តែច្បាស់អំពីសមាសធាតុផ្សំនិងសុវត្ថិភាពនៃថ្នាំកញ្ចប់ឱសថបុរាណទាំងនោះនាពេលខាងមុខជាប្រយោជន៍អញ្ចឹងណាបាទហ្នឹងហើយឥឡូវនេះសួស្ដីចា៎បាទសួស្ដីបាទចាស់ចង់សួរបន្តិចពាក់ព័ន្ធនឹងថ្នាំនេះមានប្រមាណមុខដែរចា៎មាន2មុខហើយចូលថ្នាំមួយទៀតថ្នាំទៅបាទនេះថ្នាំសរសៃគៀបសរសៃលៀនឌីគៀបសរសៃនិងលៀនឌីអីទៀតស្ពឹកដៃស្ពឹកជើងបាទត្រូវប្រើសន្តិស័យអញ្ចឹងបាទចូលនេះមកកញ្ចប់ប្រមាណដែរចា៎មកកញ្ចប់នេះ10000មកកញ្ចប់10000បាទអញ្ចឹងពាក់ព័ន្ធនឹងជំងឺអីខ្លះខ្ញុំភ្លេចបាត់ហើយអ្នកលៀនឌីស្ពឹកដៃស្ពឹកជើងអូខេចុករយដៃជើងអញ្ចឹងចុករយដៃជើងបាទឆ្នាំ10000នេះ10000បាទហ្នឹងហើយមួយទៀតមួយទៀតចាប់នេះតែ5000ទេមកចាប់5000ទេតែត្រូវកាពះវៀនមុខចឹងរកគេខ្លះរបៀបថាអ្នកដុំគេដុំពកមហារិចកាពះវៀនជីរួមទៅសឹងថាចុះអាគេអីកាត់គេចាត់អីបាទដុំគេដុំពកទៅថែមនេះទៅថែមអានេះគេទៅឆ្កែចកអូទៅឆ្កែចិញ្ចក់ចាអូអានេះដើមឈើទៅលឹកឈើទៅបាទមានកទុយចិញ្ចក់អីណាបាទហ្នឹងបងប្អូនជិះលេងទេឥឡូវនេះអ្នកដែលកាត់គិះបាទហ្នឹងហើយកាត់អាហ្នឹងហើមគិះណាហ្នឹងបាទអាហ្នឹងហើមណាដុំគិះបាទហ្នឹងហើយអាហ្នឹងអានេះត្រូវផ្សំជាមួយហ្នឹងទៅយើងយកដាំផឹកទៅចុះអានេះផ្សំចឹងទៅតម្លៃមិនដែរចា៎ណានេះមកចាប់នេះ5000មកចាប់5000អានេះ10000នេះ10000ផ្សេងអូចូលបើសិនណាយើងចង់ផ្ញើគ្រប់បណ្ដាខេត្តអីបានតែចា៎បានណាបាទហើយចូលអាហ្នឹងយើងផ្ញើមិនទៅហ្នឹងយើងតម្លាក់ទៅយើងគិតសេវាពីបងប្អូនចឹងណាអញ្ចឹងគិតសាពីបងប្អូនទៅប៉ុន្តែថានេះយើងរកស៊ីអត់មានបោកប្រាស់បងប្អូនណាទេតែបើថាណាបងប្អូនទិញចង់បានខ្ញុំផ្ញើឲ្យអញ្ចឹងណាបងផ្ញើឲ្យអញ្ចឹងទៅបាទអានេះគេនេះពោតនេះជាមួយឆ្នាំយើងនេះត្រូវឡើងឈាមចាឡើងឈាមអូឡាក់ដៃជើងហើយស្មៅជើងក្រាស់នេះអានេះគេស្មៅជើងក្រាស់អូស្មាស្មៅក្អោបនេះអូហើយស្មៅជើងក្រាស់នេះស្មៅជើងក្រាស់បាទនេះអីគេបាញ់ស្មៅជើងក្រាស់ហ្នឹងផ្សំថ្នាំជាមួយជំងឺគេគេ
អ្នកឈឺសន្លាក់ អ្នកឈឺស្លាតសៃ ចា ចូលអានេះមិនจะใส่ដែរ នេះអានេះចំពោះនេះអ្នកគៀបសរសៃជាប់រាប់ឆ្នាំ អូអញ្ចឹង យើងឈឺសន្លាក់ដៃជើង ស្លាតឯជើង ចា អូ ពីមុខនេះ3មុខនេះ អូ3មុខនេះអូទាំងអស់នេះប្រហែលទៅទាំងអស់នេះ ទាំងអស់នេះ5000នេះ2005 2005អូនេះ2005អានេះ2000ទៀតអូធូរដែរអញ្ចឹងណាបាទអញ្ចឹងយើងអស់តែប៉ុណ្្នឹងទេបាទគឺជាតែម្ដងមិនបាទមិនថ្លៃទេអានេះមក2000 2005 អានេះ2000 បាទ2000លុយខ្មែរយើងរៀលយើងបាទហ្នឹងហើយបាទអញ្ចឹងបាទ5000ទេបាទតែប៉ុណ្្នឹងជាតែម្ដងបាទជាប់ហ្នឹងបើសិនតែយើងឈឺខ្លាំងហើយយើងត្រូវប្រើថ្នាំអស់ប្រហែលដែរ យើងថាចៅខ្មែរលោកគ្រូគាត់ប្រាប់មកគាត់ថាថឹកដឹង6កសៀវ 6កសៀវនោះវាប្រហែលបានខ្ចប់ 6កញ្ចប់ 6ខ្ចប់បាទជាប់ហ្នឹងយើងកំណត់ទឹកវាមិនកំណត់ទឹក កំណត់ទឹក អត់តែយើងចង់ នេះទឹកម្សទៅ អូម៉ាស ចោលទៀតទៅហ្នឹងហើយ បាទមួយឆ្នាំប៉ុណ្ណាមកយើងដាក់អានេះប៉ុណ្ណាខ្សៀវអូខ្សៀវអូខ្សៀវ5លីត្របាទនេះ ហ្នឹងអត់ទាំងនេះមកអពុមើលឲ្យឆ្នាំនេះលាយចឹង បាទមកអីជួយទិញនេះផង ចុះអានេះយើងមួយថ្ងៃអស់ប្រហែលកញ្ចប់ដែរចា៎ អត់ទៀង អត់ទៀងដែរណាបាទ